សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុង Matcha Latte សម្រាប់ថ្នាក់កាលិក22ដូច្នេះម្សៅ Matcha របស់យើងមានច្រើនមុខមែនទែនបងប្អូនថ្ងៃនេះយើងជ្រើសរើសយក Matcha ប្រភេទនេះបងប្អូន My Tea ហ្នឹងណាយកមកឆុងទាំងអស់គ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមមកហាយកញ្ចប់របស់យើងមើលទាំងអស់គ្នាម្សៅ Matcha នេះដែរមួយកញ្ចប់គឺមានទម្ងន់100ក្រាមដែលវាស្មើនឹង1ខាំបងប្អូនឥឡូវនេះយើងក៏មកកាត់មាត់មើលម្សៅ Matcha របស់យើងគឺថាម្សៅ Matcha របស់យើងក្លិនរបស់គេគឺឈ្ងុយហើយពណ៌ក៏ស្អាតដែរបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមឆុងទាំងអស់គ្នានេះគឺជាប្រភេទ Matcha Tea Set របស់យើងដែលមានដូចជាចានអាស័យហ្នឹងណាបងប្អូនប៉ុន្តែរបស់អ្នកលក់ប្រើមិនមែនពណ៌នឹងទេគឺពណ៌កាឈូកនេះហើយឥឡូវនេះយើងក៏ចាប់ផ្ដើមមកមើលសម្ភារៈរបស់យើងទាំងអស់គ្នាមានដូចជាចានសម្រាប់ទ្រអាស័យកត្រងលាបព្រាអាស័យជាមួយនឹងឫស្សីសម្រាប់កូរអញ្ចឹងអាស័យហ្នឹងមុននឹងប្រើប្រាស់គឺយើងត្រូវត្រាំទឹកក្តៅវារយៈពេល1នាទីទៅ2នាទីសិនបងប្អូន1នាទី2នាទីក្រោយមកអាស័យរបស់យើងក៏រីកហើយយើងក៏អាចយកវាមកកូរបានដែរបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមឆុងទាំងអស់គ្នាដោយយើងថ្លឹងម្សៅ Matcha របស់យើងហ្នឹងចំនួន3ក្រាមហ្នឹងគឺសម្រាប់ញ៉ាំធម្មតាទូទៅបងប្អូនយើងដួសម្លឹកព្រាអាស័យពេញមកហើយយើងថែមបន្តិចទៀតមកគឺគ្រប់3ក្រាមហើយអញ្ចឹងបើសិនជាអ្នកណាដែលគាត់ចូលចិត្តញ៉ាំ Matcha ដិតចាស់ខ្លាំងជាងហ្នឹងគាត់អាចបន្ថែមរហូតទៅដល់5ក្រាមបានអញ្ចឹងយើងអាចបន្ថែមបន្ថយតាមនឹងបានណាបងប្អូនប៉ុន្តែ3ក្រាមនេះគឺទូទៅហើយអ្នកដែលចេះញ៉ាំគាត់អាចញ៉ាំបានដែរឥឡូវនេះយើងក៏រែង Matcha របស់យើងដើម្បីកុំឲ្យវានៅដុំណាអញ្ចឹងអ្នកបងប្អូនម្សៅ Matcha របស់យើងគឺបានរួចរាល់ហើយឥឡូវនេះយើងក៏ចាប់ផ្ដើមកូរដោយយើងប្រើជាមួយនឹងទឹកក្តៅដែលមានស្ថិរភាពចន្លោះពី70ទៅ80អង្សាអត់ក្តៅ100អង្សាណាបងប្អូនចំនួន50មីលីលីត្រចាក់ចូលហើយយើងក៏ចាប់ផ្ដើមកូរវាគឺយើងប្រើកម្លាំងនៅនឹងកដៃដើម្បីកូរ Matcha របស់យើងណាបងប្អូនបន្ទាប់មកអ្នកបងប្អូន Matcha របស់យើងគឺថាបែកចេញពពុះល្អម៉ត់ល្អយើងក៏អាចយកវាមកឆុងបានហើយឥឡូវនេះយើងក៏យកកែវលេខ22មកដែលយើងប្រើជាមួយនឹងទឹកដោះគោស្រស់ម៉ាកណាក៏បានដែរចំនួន120ទៅ150មីលីលីត្រឬមួយក៏បងប្អូនអាចប្រើជាប្រភេទទឹកដោះគោ Oatmeal ទឹកដោះគោស្រូវសាលីក៏បានដែរស្រេចចិត្តទេឬហើយយើងប្រើជាមួយនឹងទឹកស្ករប្រើប្រភេទទឹកស្ករស្រាប់ចេះក៏បានក៏ទឹកស្ករធ្វើខ្លួនឯងក៏បានដែរចំនួន30មីលីលីត្រចាក់ចូលទៅហើយយើងក៏កូរចូលគ្នាឲ្យសព្វជាតិផ្អែមបន្ថែមបន្ថយបានណាបងប្អូនបន្ទាប់មកដួសទឹកកកដាក់ឲ្យពេញកែវឬហើយយើងក៏ចាប់ផ្ដើមចាក់ល្បាយ Matcha របស់យើងស្រោចចូលពីខាងលើនឹងមកជាការស្រេចហើយឥឡូវនេះ Matcha របស់យើងក៏បានរួចរាល់ហើយឥឡូវនេះយើងក៏មកភ្លក់ទាំងអស់គ្នាបងប្អូន Matcha Latte របស់យើងណាអញ្ចឹងមុននឹងយើងញ៉ាំយើងត្រូវតែធ្វើវាឲ្យមិចចូលគ្នាសិនចាំយើងញ៉ាំរសជាតិប៉ុណ្នេះมันល្មមបងប្អូន Matcha 3ក្រាមគឺថាมันល្មមសម្រាប់អ្នកដែលចេះញ៉ាំ Matcha ក៏ញ៉ាំបានដែរចំពោះ Matcha នេះវិញគឺញ៉ាំទៅឈ្ងុយខ្លាំងហើយក៏អត់មានឆ្អាបអត់មានអីដែរបងប្អូនគឺរសជាតិឆ្ងាញ់ហើយក៏ដិតស្អាតដែរអញ្ចឹងជាចុងក្រោយសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានម្សៅ Matcha ឬក៏សម្ភារៈកូរ Matcha គ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជអីហ្នឹងអាចតាក់ទងបានខាង page ដែលខ្ញុំដាក់នៅក្នុងចុងវីដេអូណាអរគុណច្រើនបងប្អូនទាំងអស់គ្នា